បាទគ្រប់ជាសួរបងប្អូនថ្ងៃនេះគឺវិលមកជួបឡកខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរគឺមកបង្ហាញស៊ុបមួយកន្លែងដែលស្ថិតនៅចិត្តគោស្ពីនច្បារអំពៅដែលជាប្រភេទស៊ុបគោដែលមានជាលក្ខណៈឈុតរបស់គេមានសាច់គោសាច់គោសរសៃកែងហើយនឹងបន្លែមីពងមាន់អីហ្នឹងគឺគេដាក់មកជុតឲ្យយើងហើយបើបងប្អូនចង់ហៅក្រៅបន្ថែមទៀតក៏បានដែរយើងហៅទៅមកគ្នាម្នាក់ហើយគ្រប់ចឹងទៅគឺដឹងតែឆ្ងាញ់ហើយស៊ុបគេនេះគឺមកសាក់រសជាតិថ្មីទៅគ្រាន់តែឃើញហ្នឹងក៏ឃ្លានម្ដងទៀតដែរទៅទំនងណាហើយសម្រាប់ហាងរបស់គេវិញគឺមានឈ្មោះថាឡាសេហេងទៅគឺជាកន្លែងដែលមានទៅដោយកន្លែងចតម៉ូតូចតឡានធំទូលាយដូចបងប្អូនឃើញអញ្ចឹងណាកន្លែងគេធំហើយសម្រាប់កន្លែងអង្គុយវិញយើងអាចអង្គុយកន្លែងណាក៏បានដែរទៅអង្គុយមានកន្លែងច្រើនហើយអង្គុយចិត្តមាត់ទន្លេនៅចិត្តទន្លេទៅក៏បានដែរ fresh ហើយសម្រាប់កន្លែងក្មេងលេងវិញម្នាក់តែ4000រៀលទេស្មើនឹង$1ទៅបើបងមានកូនតូចអីហ្នឹងគឺនាំមកមិនខុសទេពួកគាត់ដឹងតែចូលចិត្តលេងហើយដូចកូនខ្ញុំជាដើមអញ្ចឹងណាយើងយកមកឲ្យគាត់ដុតលេងហ្នឹងទៅហើយយើងញ៉ាំបដាយើងមើលបដាទៅព្រោះយើងអង្គុយនៅចិត្តកន្លែងហ្នឹងដែរស្រួលដែរទៅគឺលេងបដាញ៉ាំបដាមើលបដាអញ្ចឹងណាហើយកន្លែងគេក៏មានកន្លែងគេចាប់តុបតាដែរទៅចាប់តុបតាគេមានដាក់ QR code ដែលយើងបាញ់លុយដូរជាកាក់ហ្មងណាមិនចាំញ៉ៃច្រើនយើងបាញ់ទៅយើងដូរជាកាក់ទៅយើងយកទៅចាប់ទៅហើយភាគច្រើនកន្លែងអាហារអីភាគច្រើនគឺគេដាក់កន្លែងចាប់តុកតាហ្នឹងដោយសារឥឡូវគេងាយស្រួលក្នុងការដាក់យើងលេងដែលយើងដូរលុយអញ្ចឹងណានិយាយទៅអត់បាក់ដែរនិយាយទៅស្រួលដែរនិយាយទៅគឺដាក់ទៅក្មេងលេងតែនេះមានក្មេងណាមនុស្សធំលេងហ្នឹងចាប់បាននេះហើយបន្ទាប់មកតើទៅមើលបន្លែគេមានបន្លែស្លឹកដាក់ស៊ុបឆាក្តៅនិយាយទៅគ្រប់មុខហ្មងណាញោមបុកលហុងអីហ្នឹងបងប្អូនអាចកំងបានតាមចិត្តអាហារគេមានច្រើនទៅអាហារប្រភេទកំងប្រភេទឆាក្តៅកែបឆាក្តៅមាន់អាំងងាវឬក៏អាំងសាច់អីគឺគេមានច្រើនណានិយាយទៅមិនមែនមានតែប៉ុណ្្នឹងទេដូចជាឆាផ្កាកណ្ណាទឹកភ្នែកនេះគឺនិយាយទៅមានហើយទំនងមកគេដាក់ទៅគឺដឹងថាទឹកភ្នែកហើយជាមួយនឹងស៊ុបក្តៅនេះប្រកាសជាទឹកភ្នែកដែរហើយនិយាយទៅគឺតែមិនថ្មីទេគឺមានរបស់ញ៉ាំដូចជាភេសជ្ជៈអីទៀតហ្នឹងក៏ដាក់ទៅយើងកាត់បន្ថយនៅកម្ដៅទីដែរហើយមួយគឺគ្រាន់តែឆ្អិនភ្លាមបន្លែឆ្អិនមីឆ្អិនភ្លាមគឺត្រូវតែដួសដាក់ចានភ្លាមទៅគឺស្គមទេតែប៉ុណ្ណឹងញ៉ាំមួយចានទៀតញ៉ាំមិនដកឡើយនិយាយទៅគឺឲ្យតែបានញ៉ាំគឺញ៉ាំហើយវគ្គនេះគឺវគ្គញ៉ាំអីតានិយាយទៅគឺម្ហូបគេនិយាយទៅឆ្ងាញ់គ្រាន់បើនិយាយទៅគឺអាចទទួលយកបានអញ្ចឹងបងមានកូនតូចឬក៏ក្រុមគ្រួសារមិត្តភ័ក្តិអីមកសាកនៅគោស្ពានច្បារអំពៅយើងណាស៊ុបនិយាយទៅអ្នកនៅច្បារអំពៅប្រហែលជាស្គាល់និយាយទៅនៅខាងច្បារអំពៅដែរនិយាយទៅគឺស៊ុបគេនៅកន្លែងជាប់នឹងមាត់ទន្លេយើងហ្មងណាដែលយើងអាចគយគុណយើងមកពីម៉ោង5អីយើងអាចគយគុណទេសភាពអីបានហើយបូកជាមួយនឹងអាហារញ៉ាំប្រភេទបាយឆាក្តៅអីហ្នឹងគឺទំនងមិនគេនិយាយទៅម្ហូបនិយាយទៅយើងទៅ4នាក់យើងហៅដូចជាឆាក្តៅឆាផ្កាកណ្ណាទឹកភ្នែកបាយឆានិងស៊ុបហ្នឹងគឺញ៉ាំអស់ទៀតនិយាយទៅស៊ុបហ្នឹងគឺហៅ2ឈុតដូចខ្ញុំហ្នឹងវគ្គខ្ញុំញ៉ាំម្ដងគឺហៅស៊ុបឈុតទី2ហើយពួកគាត់ញ៉ាំឈុតទី2ដែរនិយាយទៅអញ្ចឹងបងកុំភ្លេចមកសាកនិយាយទៅទីតាំងមួយនេះគឺឆ្ងាញ់ផងគេមែននិយាយទៅទាំងទឹកស៊ុបទាំងបន្លែអីហ្នឹងយើងដាក់ឲ្យទុនណាអញ្ចឹងទៅពីខ្ញុំទៅគឺអត់មានអីច្រើនទេបងអើយវីដេអូអត់មានច្រើនទេមានតែប៉ុណ្្នឹងទេហើយចង់មកបង្ហាញបងប្អូនឲ្យឃើញឲ្យមកសាកដែរអញ្ចឹងណាហើយអរគុណច្រើនពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេបាយបាយ